แต่ไว้ในយើងចង់បានគឺចង់បានតែគេគ្នាយើងគឺចង់បានចំនួនស្ពាណាអញ្ចឹងយើងទាញរកចំនួនស្ពាមកគឺនាំឲ្យចំនួនស្ពាយើងតាំងតែ n ធំគឺស្មើជាមួយនឹងយើងមើល l កន្លែងនេះគឺនៅភាគបែងយើងបោះមកអង្គខាងនេះឬក៏ l កន្លែងនេះគឺនៅផលចែកយើងបោះមកអង្គខាងនេះចេញផលគុណចំណែក1 0ហើយនឹង e កន្លែងនេះគឺជាផលគុណយើងបោះមកអង្គខាងនេះចេញជាផលចែកដូចគ្នាណាអញ្ចឹងយើងទទួលបានដែនម៉ាញេទិកគុណជាមួយនឹងប្រវែងសូលេណូអ៊ីតចែកជាមួយនឹង1 0គុណជាមួយនឹង e ណាអូខេជាដំបូងខ្ញុំបាទសូមគោរពជំរាបសួរលោកគ្រូអ្នកគ្រូនិងសួស្តីសិស្សានុសិស្សទាំងអស់គ្នាណាជាពិសេសបងប្អូនដែលកំពុងតែរៀននៅក្នុងថ្នាក់ទី12អញ្ចឹងថ្ងៃនេះលោកគ្រូជួបជាមួយនឹងលោកគ្រូម្ដងទៀតហើយលោកគ្រូបង្រៀនមុខវិជ្ជារូបវិទ្យាណាអញ្ចឹងថ្ងៃនេះលោកគ្រូមានលំហាត់មួយតាក់ទងជាមួយនឹងដែនម៉ាញេទិកយកមកចែករំលែកទៅដល់អ្នកទាំងអស់គ្នាមុននឹងចូលដល់លំហាត់លោកគ្រូសូមរំលឹកមេរៀនដល់បងប្អូនទាំងអស់គ្នាបន្តិចណាតាក់ទងជាមួយនឹងដែនម៉ាញេទិកអញ្ចឹងនៅកម្រិតរបស់យើងគឺយើងសិក្សាដែនម៉ាញេទិកចំនួន3ទី1គឺដែនម៉ាញេទិកបង្កើតដោយចរន្តត្រង់ទី2គឺដែនម៉ាញេទិកបង្កើតដោយចរន្តវងនិងទី3ដែនម៉ាញេទិកបង្កើតដោយសូលេណូអ៊ីតអញ្ចឹងកុំឲ្យខាតពេលយូរតោះយើងចាប់ផ្ដើមអនុវត្តលំហាត់ជាមួយនឹងលោកគ្រូទាំងអស់គ្នាណាយើងក៏លេងមើលលំហាត់នេះណានៅក្នុងលំហាត់មួយនេះគេថាសូលេណូអ៊ីតមួយមានប្រវែងណា50សង់ទីម៉ែត្រត្រូវបានឆ្លងកាត់ដោយចរន្ត E អង្គឌីយ៉ុងម៉ាញេទិកនៃចរន្តត្រង់ផ្ចិតសូលេណូអ៊ីតមានតម្លៃ B របស់យើងគឺគេប្រាប់មកគឺស្មើជាមួយនឹង4ផៃគុណជាមួយនឹង10សេគុណដក3 E ຂະຫນាតរបស់វាគឺគិតជាតេស្លាក៏គេឲ្យយើងគណនាចំនួនស្ពានៃសូលេណូអ៊ីតដល់ពេលខគេឲ្យយើងគណនាចំនួនស្រទាប់បើសូលេណូអ៊ីតត្រូវបានរុំពីខ្សែចម្លងដែលមានអង្កត់ផ្ចិត1មីលីម៉ែត្រជាស្ពាជាប់គ្នាអញ្ចឹងដើម្បីដោះស្រាយលំហាត់នេះបានលុះត្រាតែយើងមើលអានលំហាត់ឲ្យយល់សិនហើយយើងចាប់ផ្ដើមស្រង់បំរាប់ណាថាតើនៅក្នុងបំរាប់ហ្នឹងគេប្រាប់អីខ្លះហើយសំណួរហ្នឹងគេសួររកអីតោះអញ្ចឹងមានន័យថាបំរាប់កន្លែងនេះគេប្រាប់តាក់ទងជាមួយនឹងប្រវែងសូលេណូអ៊ីតគេប្រាប់មកគឺស្មើជាមួយនឹង50សង់ទីម៉ែត្រហើយនឹងឆ្លងកាត់ដោយអង្គតង់ស៊ីតេចរន្ត E គេប្រាប់មួយទៀតតាក់ទងជាមួយនឹងដែនម៉ាញេទិកណាតម្លៃនៃដែនម៉ាញេទិកក៏គេប្រាប់មកដែរគឺតម្លៃវាគឺស្មើជាមួយនឹង4ផៃគុណជាមួយនឹង10សេគុណដក3 E ຂະຫນាតរបស់វាគឺគិតជាតេស្លាមានន័យថាដែនម៉ាញេទិកកន្លែងនេះគឺជាអានុគមនៃអង្គតង់ស៊ីតេចរន្ត E ណាអញ្ចឹងតោះយើងចាប់ផ្ដើមដោះស្រាយទាំងអស់គ្នាក៏គេឲ្យយើងគណនាចំនួនស្ពាននៃសូលេណូអ៊ីតអញ្ចឹងដំណោះស្រាយរបស់យើងក៏គណនាចំនួនស្ពាគណនាចំនួនស្ពានៃសូលេណូអ៊ីតណានៃសូលេណូអ៊ីតអញ្ចឹងយើងចាប់ផ្ដើមនឹកឃើញរូបមន្តណារូបមន្តមួយណាដែលយើងគួរយកមកប្រើនៅពេលដែលយើងស្គាល់ដែនម៉ាញេទិកអង្គតង់ស៊ីតេចរន្ត E ហើយនឹងប្រវែងសូលេណូអ៊ីតអញ្ចឹងរូបមន្តដែលយើងយកមកប្រើគឺតាមរូបមន្តដែនម៉ាញេទិកនៃសូលេណូអ៊ីតណាគឺ B ស្មើជាមួយនឹង1 0គុណជាមួយនឹង n ធំលើ L គុណជាមួយនឹងអង្គតង់ស៊ីតេចរន្ត E ណាដែល1 0នេះគឺជាជំរាបម៉ាញេទិកសញ្ញកាសឬក៏ខ្យល់ដែលវាមានតម្លៃថេរណាអ្នកទាំងអស់គ្នាត្រូវតែចងចាំតម្លៃនៃ1 0តោះតែអ្វីដែលយើងចង់បានគឺចង់បានតែគេគ្នាយើងគឺចង់បានចំនួនស្ពាណាអញ្ចឹងយើងទាញរកចំនួនស្ពាមកគឺនាំឲ្យចំនួនស្ពាយើងតាំងតែ n ធំគឺស្មើជាមួយនឹងយើងមើល L កន្លែងនេះគឺនៅភាគបែងយើងបោះមកអង្គខាងនេះឬក៏ L កន្លែងនេះគឺនៅផលចែកយើងបោះមកអង្គខាងនេះចេញផលគុណចំណែក1 0ហើយនឹង E កន្លែងនេះគឺជាផលគុណយើងបោះមកអង្គខាងនេះចេញជាផលចែកដូចគ្នាណាអញ្ចឹងយើងទទួលបានដែនម៉ាញេទិកគុណជាមួយនឹងប្រវែងសូលេណូអ៊ីតចែកជាមួយនឹង1 0គុណជាមួយនឹង E ណាអូខេតោះអញ្ចឹងយើងបានរូបមន្តតាក់ទងជាមួយនឹងចំនួនស្ពាហើយយើងដាក់ដោយមកអូនដោយដែនម៉ាញេទិករបស់យើងគេប្រាប់មកគឺ B ស្មើជាមួយនឹងណា4ផៃគុណជាមួយនឹង10សេគុណដក3 E ຂະຫນាតបើដែនម៉ាញេទិកយើងដឹងហើយគឺຂະຫນាតរបស់វាគឺគិតជាតេស្លាអញ្ចឹង B របស់យើងគឺស្មើជាមួយនឹង4ផៃ
គុណជាមួយនឹង10សេគុណដក3 e ຂនាតរបស់វាគឺគិតជាតេស្លាតោះមួយទៀតគឺ L ណា L គឺជាប្រវែងនៃសូលេណេត L របស់យើងគឺគេប្រាប់មកគឺស្មើជាមួយនឹង50សង់ទីម៉ែត្រប៉ុន្តែយើងត្រូវបំបែកពីសង់ទីម៉ែត្រហ្នឹងឲ្យទៅជាម៉ែត្រណាអញ្ចឹង L របស់យើងគឺគេប្រាប់មកស្មើជាមួយនឹង50សង់ទីម៉ែត្រអញ្ចឹងយើងបំបែកឲ្យទៅជាម៉ែត្រយើងយកចែកជាមួយនឹង100ណាគឺឃើញ 0.5 ម៉ែត្រអូខេតោះមួយទៀតគឺ1 0ដូចលោកគ្រូបានបញ្ជាក់អញ្ចឹងគឺជាតម្លៃថេគេហៅថាជាជំរាបម៉ាញ៉េទិកសន្យាកាសឬខ្យល់តម្លៃរបស់វាគឺស្មើជាមួយនឹង4ផៃគុណជាមួយនឹង10ស្វ័យគុណដក7ខនាតរបស់វាគឺតេស្លាម៉ែត្រក្នុង1 អម្ពែរតោះអញ្ចឹងយើងគ្រាន់តែជួសចូលមកគ្នាយើងនឹងទទួលបានចំនួនស្ពាណានាំឲ្យ n របស់យើងណា n របស់យើងគឺស្មើជាមួយនឹង b របស់យើងគឺគេប្រាប់មកនេះអូខេ4ផៃគុណជាមួយនឹង10សេគុណដក3 e ហើយគុណជាមួយនឹង l របស់យើងគឺប្រវែងគេប្រាប់មកគឺស្មើជាមួយនឹងយើងដាក់ຂະຫນាតវាផងគ្នាយើងຂະຫນាតវាគឺតេស្លាអូខេគុណជាមួយនឹង l របស់យើងគឺឃើញតម្លៃរបស់យើងគឺ 0.5 ម៉ែត្រហើយចែកជាមួយនឹងគេគ្នាយើងចែកជាមួយនឹង1 0របស់យើងគឺតម្លៃរបស់វាគឺ4ផៃគុណជាមួយនឹង10សេគុណដក7តេស្លាម៉ែត្រក្នុង1 អម្ពែរគុណជាមួយនឹងអាងតង់ស៊ីតេចរន្តរបស់យើងដដែលគឺ e ណាអូខេតោះអញ្ចឹងអ្នកទាំងអស់គ្នាសង្កេតមើលគ្នាយើង4ផៃកន្លែងនេះភាគយក4ផៃភាគបែនក៏4ផៃអញ្ចឹងយើងអាចសម្រួលចោលបានអាងតង់ស៊ីតេចរន្ត e កន្លែងនេះអញតង់ស្តេចរ៉ាន់ e កន្លែងនេះក៏យើងអាចសម្រួលចោលបានណាអញ្ចឹងនៅពេលដែលយើងកណនីទៅគឺឃើញចំនួនស្ពាណា n របស់យើងគឺស្មើជាមួយនឹងអានេះ4ផៃយើងសម្រួលចោលណាអូខេអានេះគឺ 0.5 យើងទុកនៅដដែលអញ្ចឹងចម្លើយវាគឺឃើញ5គុណជាមួយនឹងអានេះ10សេគុណដក7យើងលើកទៅលើបាន10សេគុណបូក7ណាស៊ីសងគ្នាទៅគឺបាន10សេគុណ3ណា10សេគុណ3ស្ពីអូខេអញ្ចឹងមានន័យថាចំនួនស្ពីរបស់យើងគឺឃើញ5គុណជាមួយនឹង10សេគុណ3ស្ពីយើងដាក់ដូចនេះមកអូនដូចនេះចំនួនស្ពីរបស់យើងគឺ n ស្មើជាមួយនឹង5គុណជាមួយនឹង10សេគុណ3ស្ពីអូខេអញ្ចឹងចំនួនស្ពីរបស់យើងគឺប៉ុណ្ណឹងណាគ្នាយើងតោះអញ្ចឹងយើងបានកមួយណាតាក់ទងជាមួយនឹងចំនួនស្ពាដែលយើងកណនីទៅឃើញតម្លៃ n គឺស្មើជាមួយនឹង5គុណ10សេគុណ3ស្ពាតោះដល់ពេលខមួយទៀតគេឲ្យយើងកណនីចំនួនស្រទាប់ណាបើគេប្រាប់ថាសូលេណេអ៊ីតមួយត្រូវបានរុំពីខ្សែចម្លងដែលមានអង្កត់ផ្ចិត1មីលីម៉ែត្រជាស្ពាជាប់គ្នាអញ្ចឹងយើងដឹងថាតំណែងទំនងនៅក្នុងសូលេណេអ៊ីតដែលមានចំនួនស្រទាប់គឺតំណែងទំនងរបស់យើងគឺស្មើជាមួយនឹងគេអូនតោះអញ្ចឹងខគឺយើងកណនីចំនួនស្រទាប់ណាកណនីចំនួនស្រទាប់ណាតោះអញ្ចឹងតំណែងទំនងដែលមានចំនួនស្រទាប់ណាតាមរូបមន្ត L គឺជាប្រវែងសូលេណេអ៊ីតគុណជាមួយនឹង x ស្មើជាមួយនឹង n ចំនួនស្ពាគុណជាមួយនឹង d ដែល d ហ្នឹងគឺជាអង្កត់ផ្ចិតរបស់ខ្សែចម្លងអញ្ចឹងអ្វីដែលយើងចង់រកគឺចំនួនស្រទាប់យើងតាំងទៅ x ណាអញ្ចឹងនាំឲ្យ x របស់យើងគឺស្មើជាមួយនឹង n គុណជាមួយនឹង d ឆែកជាមួយនឹង l ប្រវែងខ្សែតោះយើងដាក់តែបន្តិចមកអូនតែចំនួនស្ពារបស់យើងទៅតែរកឃើញវិញគឺស្មើជាមួយនឹង5គុណជាមួយនឹង10សេគុណ3ស្ពាអញ្ចឹង n របស់យើងគឺស្មើជាមួយនឹង5គុណជាមួយនឹង10សេគុណ3ស្ពាអូខេ D គឺជាអង្កត់ផ្ចិតរបស់ខ្សែចម្លងនៅក្នុងលំហាត់នេះគេប្រាប់ថាម៉េចអូនអង្កត់ផ្ចិតខ្សែចម្លងគឺស្មើជាមួយនឹង1មីលីម៉ែត្រអញ្ចឹងយើងត្រូវបំបែកពីមីលីម៉ែត្រហ្នឹងឲ្យទៅជាម៉ែត្រណាអ
chân đây bây giờ cứ cái pram máu cứ smile cho mùi năng muối mm ná chân dương 7 tới chấm mét tới khi dương cứ smile cho mùi năng đọc second mà nó đọc second đó 7 mét ok tỏ al bây giờ al cứ chia provide sole nữa ít ná provide sole nữa ít cứ pram máu cứ smile cho mùi năng 20 cm rồi dương đặt cầm lái zone chốt pram mét chân dương chua trâu tới dương được hơi như rư co tổ tu ban chấm luôn stop ná chân nó mà x ba dương chấm luôn stop cứ smile chấm môi nâng chấm luôn spear pram côn chấm môi nâng đọc second 7 hai côn chấm môi nâng ở cặp chặt rồi bọc xé chấm lóng cứ smile chấm môi nâng đọc second đó 7 mét ok chai chấm môi nâng cái ón al nè al cứ chỉ provide chân chai chấm môi nâng al mất như dương al ba dương cứ smile chấm môi nâng soul cho pram mét ok chân mình thấy là bây giờ dương chai mà ổn anh ấy đọc second 7 anh ấy đọc second độ 7 dương sụp cái này cho nó nè chân pram chai chấm môi nâng soul cho pram chân trong lai và với dương từ tua bán đọc stop nè ok chân mình thấy chấm luôn stop ba dương cứ dương từ tua bán đôi ní x ba dương cứ smile chấm môi nâng đọc stop ok cho mình thấyនៅក្នុងខយើងគឺមានប៉ុណ្ណឹងណាយើងកណែទៅឃើញចំនួន stop របស់វាគឺស្មើជាមួយនឹង10 stop ហើយដល់ពេលកយើងកណែចំនួន spear ទៅគឺឃើញ5គុណជាមួយនឹង10សេគុណ3អញ្ចឹងចំពោះដំណោះស្រាយលំហាត់របស់យើងគឺមានតែប៉ុណ្ណឹងណាបើសិនបងប្អូនមានចម្ងល់បងប្អូនអាច comment សួរនៅខាងក្រោមវីដេអូនឹងបានណាអញ្ចឹងជាចុងក្រោយសូមអរគុណនិងសូមជម្រាបលាណាអរគុណច្រើន